បងប្អូនឥឡូវនេះម៉ោង6ល្ងាចហើយយើងដើរមកមើលអំពីសត្វពីធាតុរបស់យើងថាតើវាចូលដេកយ៉ាងម៉េចយ៉ាងណាអញ្ចឹងណាបងប្អូនយើងល្ងិតតិចហើយបងប្អូនយើងប្រៀបចាប់ផ្ដើមចូលត្រង់អស់ហើយងឹតហើយបងប្អូនឥឡូវដើរមកក្រោយតិចមកឲ្យឆ្ងាយពីទីកន្លែងដែលគេជួបជុំដើម្បីឲ្យបងប្អូនបានស្ដាប់នៅសំឡេងសត្វយំចាបយំក្តីសុខរបស់ខ្ញុំហើយបងប្អូនព្រោះយើងជាមនុស្សម្នាក់ដែលចូលចិត្តភាពស្ងប់ស្ងាត់អញ្ចឹងណាចូលចិត្តការប្រគំតន្ត្រីឬក៏ការរាំលេងច្រៀងលេងជួបជុំមិត្តភ័ក្តិអីមិនសូវជាអ្នកចំណូលខាងហ្នឹងទេដូច្នេះការដែលមានព្រៃព្រឹក្សាបែបនេះគឺជាក្តីសុខរបស់ខ្ញុំហើយបងប្អូនសម័យបច្ចុប្បន្នគេហៅមនុស្ស introvert ណាជាមនុស្សម្នាក់ដែលមិនសូវបានចូលរួមនៅក្នុងសង្គមប៉ុន្មានទេបងប្អូននេះទ្របញងរបស់យើងទ្របនេះបងប្អូនធ្វើជាប្រភេទប្រហុកខ្ទិះអីឆ្ងាញ់ណាបងប្អូនអើយនេះផ្លែច្រើនណាមិនធម្មតានេះផ្លែបងប្អូនต้องចកំហ្មងប៉ណ្ណេះល្មមធ្វើប្រហុកខ្ទិះឲ្យឆ្ងាញ់ណាអូច្រើនណាបងប្អូនយើងនោះថតឲ្យបងប្អូនមើលចេះដោយសារតានៅម្ដុំមុខផ្ទះយើងនោះអ៊ូអពេកបងប្អូនគាត់សម្រាប់ពីការងារទៅគាត់ចាប់ផ្ដើមប្រគំតន្ត្រីគាត់ច្រៀងគាត់អីចឹងណាដល់ពេលយើងវាអត់សូវចំណូលខាងហ្នឹងបានតែដើរមកមើលចំការក្រោយផ្ទះដំណាំបន្លែផ្លែឈើចេះរីករាយណាស់បងប្អូនអើយអានេះកន្ទឹមបងប្អូនកន្ទឹមលហុងនេះទុំអស់ស្វិតតាមស្វិតអីអស់អាណិតវាដែរបងប្អូនដែលឆ្ងាយពីទឹកពេកយើងអត់សូវបានស្រោចទឹកវាម៉ោង6ជាងហើយបងប្អូនចាប់ផ្ដើមឮសំឡេងសត្វចូលដេកចូលអីឮបងប្អូនឮអត់ខ្ញុំជឿជាក់ថាបងប្អូនច្បាស់ជាមានអារម្មណ៍សោកស្ដាយនៅពេលដែលបានឃើញវីដេអូនេះហើយដោយបងប្អូនរីករាយជាមួយនឹងធម្មជាតិបៃតងខៀវខ្ចីបងប្អូនឮសត្វយំហ៎ជ្រិចថ្ងៃលិចហើយបងប្អូនថ្ងៃលិចបាត់ហើយឲ្យបងប្អូនមើលទៅកាន់ទេសភាពស្អាតណាស់បងប្អូនខែប្រាំងយើងបានកយគុណនិងសម្រស់ធម្មជាតិក៏ដូចជាទេសភាពតែខែវស្សាល្ងាចឡើងភ្លៀងអានេះគេហៅអស័យព្រៃឬក៏បងប្អូនតាមតំបន់មួយចំនួនគេហៅអស័យព្រិចបងប្អូនយើងអស័យតូចនេះងឹតហើយបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនណាជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងព្យាយាមផលិតវីដេអូថ្មីជូនបងប្អូនមើលទៀតនឹងអរគុណច្រើនបងប្អូនដល់ម៉ោងត្រូវបំពេញការងារផ្ទះសម្បែងបានថតវីដេអូជូនបងប្អូនបានតិចចឹងពុកខែនេះរុក្ខជាតិវាស្វិតវាសពូនអស់ទៅបងប្អូនអរគុណច្រើនបងប្អូនបាយហើយបានទស្សនាកុំភ្លេចចុច Subscribe មួយផងចុច Like លើវីដេអូជួបគ្នានៅវីដេអូបន្តទៀតបងប្អូនអរគុណច្រើន